ជាដំបូងខ្ញុំប្រកាសណាខ្ញុំបាទសូមក្រាបថ្វាយបង្គំព្រះធេរាមនុស្សព្រះគ្រប់ព្រះអង្គនឹងធ្វើការរាប់អានចំពោះប្រិមិត្តដែលចូលចិត្តតាមដានការអត្ថាធិប្បាយរបស់ខ្ញុំអំពីជីវប្រវត្តិអ្នកប្រាជ្ញខ្មែរយើងពីសម័យដើមនៅក្នុងគណៈពេលនេះខ្ញុំសូមធ្វើការអត្ថាធិប្បាយជីវប្រវត្តិរបស់លោកអាចារ្យស៊ុងស៊ីវលោកអាចារ្យស៊ុងស៊ីវកើតនៅថ្ងៃប្រហ័ស15កើតខែកដឹកឆ្នាំកុលពុទ្ធសករាជ2465ត្រូវនឹងគ្រិស្តសករាជ1922ស្ថិតនៅក្នុងភូមិអន្លង់សំណសង្កាត់កំពង់ជីក្រែងខេត្តសៀមរាបឪពុករបស់លោកមាននាមថាអាងឆៅនិងម្ដាយរបស់លោកមាននាមថាតានស៊ុងនៅក្នុងគ្រួសាររបស់លោកមានបងប្អូនចំនួន3នាក់លោកជាកូនទី2ហើយលោកមានបងស្រីម្នាក់និងប្អូនស្រីម្នាក់កុមារភាពរបស់លោកអាចារ្យកុមារស៊ុងស៊ីវអាយុ3ឆ្នាំត្រូវឪពុកអនិច្ចធម៌ទៅដោយរោគគាពៀតបន្ទាប់មកគឺមិនយូរប៉ុន្មានម្ដាយក៏បានស្លាប់ចោលទៅទៀតកុមារស៊ុងស៊ីវនិងបងប្អូនកំព្រាទាំង3នាក់នេះរស់នៅក្រោមការថែរក្សាពីជីដូនជីតាខាងម្ដាយនៅក្នុងភូមិស្រុកដដែលដល់កុមារស៊ុងស៊ីវមានអាយុ7ឆ្នាំត្រូវបានជីដូនជីតានាំទៅសិក្សាអក្សរសាស្ត្រជាតិខ្មែរបារាំងក្នុងសាលាបឋមសិក្សាកំពង់ក្ដីទីប្រជុំជនស្រុកជីក្រែងកុមារស៊ុងស៊ីវបានរៀនចប់បឋមសិក្សាត្រូវបន្តទៅសិក្សានៅឯខេត្តតែត្រូវបានអាឃាតដោយពេលនោះបារាំងច្បាំងជាមួយនឹងសៀមភេទជាព្រះភ្នោះរបស់លោកអាចារ្យស៊ុងស៊ីវម្ល៉េះហើយជីដូននាំទៅបួសជាសាមណេរក្នុងវត្តពពកទិសារាមហៅវត្តកំពង់ក្ដីបន្ទាប់មកបានបំពេញជាភិក្ខុភាវៈក្នុងវត្តអន្លង់សំណហើយបានប្រឡងយកវិញ្ញាបដិបត្តិសាឡាប់លេរោងក្នុងវត្តដំណាក់ខេត្តសៀមរាបជាប់លេខ1មកដល់ពុទ្ធសករាជ2487ត្រូវនឹងគ្រិស្តសករាជ1944ភិក្ខុស៊ុងស៊ីវប្រឡងចូលសាលាបាលីជាន់ខ្ពស់នៅទីក្រុងភ្នំពេញនៅពេលប្រឡងជាប់ហើយនិមន្តមកស្នាក់អាស្រ័យនៅក្នុងកុដិសម្ដេចធម្មលិខិតវាឯវត្តលង្កាក្នុងឆ្នាំនោះដដែលកំពុងតែរៀនថ្នាក់ទី1សាលាបារីជាន់ខ្ពស់ភិក្ខុស៊ុងស៊ីវត្រូវបានសម្ដេចព្រះធម្មលិខិតវាឯមបានតែងតាំងជាបល្ល័តឧត្តមលិខិតសម្រាប់ទទួលភារកិច្ចការតាក់ទងជាមួយនឹងក្រសួងធម្មការនិងក្រសួងសង្ឃនាយុតាមបញ្ជាសម្ដេច4ឆ្នាំក្រោយមកប្រឡងបានសញ្ញាបត្របាលីជាន់ខ្ពស់ផុតថ្នាក់សិក្សាវិជ្ជាពុទ្ធិកនាសម័យនោះពេលប្រឡងចេញជាប់សញ្ញាបត្រសាលាបាលីជាន់ខ្ពស់ភិក្ខុស៊ុងស៊ីវត្រូវសម្ដេចព្រះធម្មលិខិតនិមន្តឲ្យធ្វើជាគ្រូបង្រៀនសាលាបាលីរោគវត្តលង្កានិងភិក្ខុសង្ឃប្រគល់សិទ្ធិឲ្យរៀបចំការសិក្សាក្នុងសាលាបាលីវត្តលង្កាឲ្យមានរបៀបទាន់សម័យដែលមានសាមណេរសិស្សភិក្ខុសាមណេររាប់ពាន់អ្នកអង្គលក្ខណៈពិសេសរបស់អាចារ្យស៊ុងស៊ីវគឺមានតុល្យភាពខាងការនិយាយនិងការសរសេរដូចគ្នាហើយក្រោយមកលោកបានលាចាកសិក្ខាបទនៅចុងឆ្នាំ1952ឧត្តមគតិរបស់លោកអាចារ្យជាមួយគ្នានេះដែរក្នុងសៀវភៅដដែលបានបញ្ជាក់ទៀតថាលោកអាចារ្យមានឧត្តមគតិធ្ងន់ទៅលើរបបពាណិជ្ជកម្មឧស្សាហកម្មផ្សំនឹងសមត្ថភាពខាងសំណេរផងក៏បានក្លាយទៅជាកូនឧស្សាហកម្មមួយរូបក្នុងសម័យសង្គមរាស្ត្រនិយមមិនយកជីវិតខ្លួននិងជីវិតគ្រួសារទៅប្រជីបផ្ញើនឹងថវិកាជាតិឡើយមិនបានបង្ខាតក្រដាស់មួយសន្លឹកធ្វើឌីម៉ង់សុំប្រឡងប្រជែងដណ្ដើមកៅអីក្នុងតំណែងរាជការណាមួយឡើយព្រោះតែហេតុដូចនេះទើបនៅដើមឆ្នាំ1953លោកត្រូវបានដាក់ខ្លួនធ្វើជាបុគ្គលិកស៊ីឈ្នួលកែវិញ្ញាសាក្នុងរោងពុំជនបរទេសវឹកហាត់កាយវិជ្ជាចិនជាឧស្សាហករឲ្យមានបច្ចេកទេសក្នុងការទិញនិងលក់ការគិតបញ្ជីគណនេយ្យបង្ពន្ធដារការប្រើកម្មករការប្រើគ្រឿងម៉ាស៊ីនដែលត្រូវផលិតចេញជារោងពុម្ពលោកបានធ្វើការបានចំនួន1ឆ្នាំនៅក្នុងឆ្នាំ1954លោកមានសមត្ថភាពគ្រប់គ្រាន់ជាផលិតករផ្នែករោងពុម្ពហើយពេលនោះក៏បានរៀបអាពាហ៍ពិពាហ៍ជាមួយនាងយឹមស៊ីដែលមានលំនៅដ្ឋានក្នុងទីក្រុងភ្នំពេញហើយបានបើករោងពុម្ពមួយឈ្មោះថារោ
ងពំជាតិក្នុងឆ្នាំ1955លោកអាចារ្យស៊ុងស៊ីវមានជីវភាពតាមសមត្ថភាពតាំងពីឆ្នាំ1955រហូតដល់ចុងឆ្នាំ1966បើកបណ្ណាគារមួយទៀតដែលមានឈ្មោះថាបណ្ណាគារប្រជាប្រិយគេដំណើររបស់លោកអាចារ្យស៊ុងស៊ីវបានបញ្ជាក់ថាប្រែតក្នុងលោកនេះមានចំនួន12ប្រភេទយោងតាមជំនឿនិងការរៀបរាប់ដំណតមកពីអំពើបាបកម្មដែលខ្លួនបានសាងពីជាតិមុនមកខ្សួយជាមុខជាប្រែតដែលមានមាត់ប៉ុនមជុលក្បាលធំត្របែងរុនមាត់ប៉ុនរុនក្តិតម្ជុលដៃជើងធំបែករាងទល់មូលធំប៉ុនភ្នំភ្នែកលៀនក្រឡោងក្រចកដៃសោតស្រែងស៊ីសុះដុំវែងក្រាស់ចោតដូចជើងភ្នំសក់ក្បាលពុកមាត់ពុកចង្កាដុសដូចព្រីប្រឹក្សាអត្តន័យបុណ្យភ្ជុំបិណ្ឌរបស់លោកអាចារ្យបើតាមអត្ថបទរបស់លោកស៊ុងស៊ីវបានបញ្ជាក់ទស្សនៈយ៉ាងនេះថាការធ្វើបុណ្យភ្ជុំបិណ្ឌមានន័យ3យ៉ាងគឺដើម្បីឧទ្ទិសបុណ្យកុសលចំពោះបេតបុគ្គលឬប្រែតបុគ្គលបេតជាពាក្យបាលីរីឯប្រែតជាពាក្យសំស្ក្រឹតប្រែថាអ្នកស្លាប់ដើម្បីឲ្យបានសេចក្តីសុខចម្រើនសិរីសួស្តីកើតពីផលទានរបស់ខ្លួនដើម្បីបង្កើតសាមគ្គីរបស់ជាតិគឺការស្រស់ស្រួលគ្នាទាំងពេលវេលាកំណត់ទាំងការធ្វើនំគមធ្វើនំអសមពេញទូទាំងព្រះរាជាណាចក្រកម្ពុជាស្នាដៃរបស់លោកអាចារ្យលោកបានបន្សល់ទុកនូវស្នាដៃក៏ដូចជាបានសាងសង់តូបមួយខ្នងក្នុងវត្តលង្កាឧទ្ទិសចំពោះព្រះសង្ឃកាសែតនិពន្ធសៀវភៅមាន2ចំណែកគឺតែងនិពន្ធកាលនៅជាពុព្វជិតសៀវភៅដែលបានតែងនិពន្ធក្នុងពេលជាពុព្វជិតគឺរួមមាន1វិជ្ជាប្រទី2ត្រៃកោតធัว3ល្បើកប្រែតភាគ1ដល់ភាគ2ការ4ប្រជុំនិទានជាដកភាគ1ដល់ភាគ7 5ជាយុបរិវារ6កបកថា7ប្រាថ្នាចតុសង្ឃវិសុទ្ធសិល8អរិយមាគអធិប្បាយ9ធម្មប្រទី10ប្រជុំកងវិន័យ11សំយោគវិភាគ12ប្រជុំពុទ្ធប្រវត្តិការរៀបអាពាហ៍ពិពាហ៍របស់លោកស៊ុងស៊ីវបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងនាងយឹមស៊ីដែលមានទីលំនៅក្នុងទីក្រុងភ្នំពេញបន្ទាប់ពីបានរៀបអាពាហ៍ពិពាហ៍រួចហើយក៏បានបើករោងពុម្ពមួយឈ្មោះថារោងពុម្ពជាតិនៅក្នុងឆ្នាំ1955ហើយលោកបានទទួលជាចុកម្នងដៃកូន2នាក់កូនស្រីម្នាក់និងកូនប្រុសម្នាក់នៅក្នុងគ្រួសាររបស់លោកការមរណភាពរបស់លោកស៊ុងស៊ីវប្រហែលជាអនិច្ចធម៌នៅក្នុងឆ្នាំ1975រវាងជននាយុ53ឆ្នាំក៏សូមធ្វើការអំណរអគុណចំពោះបងប្អូនដែលបានចូលស្ដាប់ហើយជួយចុច like ចុច Subscribe និង Share វីដេអូទាំងអស់គ្នាបើបងប្អូនណាដែលបានចូលស្ដាប់ហើយមិនទាន់បានជួយចុច like Subscribe និង Share វីដេអូសូមបងប្អូនជួយចុច like Subscribe និង Share វីដេអូម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីៗមុនគេសូមអរគុណ